បងប្អូនអំពើមីងបាត់ខ្ញុំយូរហើយនឹកខ្ញុំអត់ខ្ញុំខានបានធ្វើវីដេអូប្រហែលជា2 3ខែហើយនឹងឲ្យមកពីគ្រប់គ្នារវល់លើម៉ាក់ខ្ញុំគឺគាត់រវល់ធ្វើការធ្វើអីរបស់គាត់អញ្ចឹងណាហើយខ្ញុំគាត់ក៏កំពុងរវល់រៀនអីដែរអញ្ចឹងទៅក៏អត់បានធ្វើវីដេអូតែថ្ងៃនេះខ្ញុំនឹងមកថតវីដេអូvlog តាំងពី2អាទិត្យមុនបងប្អូនខ្ញុំផ្លាច់ម៉ាក់ខ្ញុំផ្លាច់ដាក់កាត់ឲ្យអញ្ចឹងឥឡូវគឺយើងនឹងមក voice over វីដេអូនេះពេលដែលយើងទៅក្រៅfamily day អញ្ចឹងបងប្អូននៅថ្ងៃចុងអាទិត្យចុងសប្តាហ៍ហ្នឹងហើយចុងសប្តាហ៍ហើយក៏យើងទៅក្រៅទៅផាកលេងអញ្ចឹងណាបងប្អូនអញ្ចឹងតើបងប្អូនចង់ដឹងថាកន្លែងផាកគេមានអីខ្លះហើយមិនខ្លះចាំទៅមើលទាំងអស់គ្នានឹងឲ្យគ្រូសាខ្ញុំឲ្យតែពេលយើងទៅក្រៅអីគឺយើងចូលទៅកន្លែងទៅថាម៉ាក់ប៉ាខ្ញុំគាត់ចូលទៅកន្លែងថ្មីកន្លែងដែលយើងដើរទៅធ្លាប់ទៅបងប្អូនហើយនេះគឺជាផាកដែលយើងតាមរកឃើញដែរគឺគាត់រកឃើញអាផាកនេះនៅក្នុង Google អញ្ចឹងគាត់សើចក្នុង Google ហើយគាត់ឃើញអាផាកនេះអញ្ចឹងក៏យើងនាំគ្នាមកផាកនេះទៅអាផាកនេះប្រហែលជាខ្ញុំថា20នាទីអីចុះពីផ្ទះយើងអញ្ចឹងណាវាអត់សូវឆ្ងាយហ្មងតែបងប្អូនតែហ្នឹងហើយអាផាកនេះគឺយើងដើរមកពីមុនទេហើយផាកនេះក៏លោយ៉ាងបងប្អូនឡើងស្អាតហ្មងកន្លែងគេគឺថាឡើងធំហ្មងហើយអាផាកនេះសង្ស័យជាផាកដែលខ្ញុំចូលចិត្តជាងគេហើយមកពីកន្លែងហ្នឹងគឺវាធំហើយគឺមានឡើងដូចថាកន្លែងទាមានដុំបងប្អូននៅឃើញនៅក្នុងបាក្រោនខ្ញុំអញ្ចឹងគឺមានឡើងទាមានទឹកមានអីចឹងបងប្អូនគឺថាស្អាតហើយវាធំអញ្ចឹងណាហើយខ្ញុំហើយបងប្អូនខ្ញុំអាចរត់លេងបានអញ្ចឹងហើយនេះបងប្អូនខ្ញុំអាចជប់នេះគឺវាអត់មកទេចង់ឲ្យមកឲ្យតែពេលទៅក្រៅគឺអត់ចង់ចូលដើរលេងមួយគេទេគឺចង់ទៅលើផ្ទះលេងហ្គេមបងប្អូនអញ្ចឹងឥឡូវនៅផ្ទះលេងហ្គេមតែម៉ាក់ខ្ញុំគឺគាត់ទេតែមើលសួរថាមិនចៃអញ្ចឹងណាដល់ពេលហើយពេលទៅហើយនេះឥឡូវមកគ្នាមកអង្គុយលេងអានេះម្ដងអានេះគឺខ្ញុំអត់ដែរឃើញដើមបងប្អូននៅក្នុងផាកគេយើងទៅដេកនៅលើអាហ្នឹងទៅប្រត់មកវាទៅអបអណ្ដោនបងប្អូនធម្មតាគឺយើងមានអង្គុយអានេះយើងដេកនៅលើហ្នឹងហ្មងអញ្ចឹងណាបងប្អូននេះមើលកន្លែងនេះសិតតែព្រៃមិនសិតតែអីអញ្ចឹងណាគឺមានកន្លែងគុនក្មេងលេងកន្លែងជិះតងបន្ទាប់មកពីយើងចេញពីកន្លែងជិះតងគឺយើងមកកន្លែងនេះយើងដើរមកដើរអញ្ចឹងបងប្អូនហើយនៅកន្លែងនេះគឺគេអត់សូវមានមនុស្សអីច្រើនណាស់ណាទេមកដើរហ្នឹងដល់មានមនុស្សដើរគឺមានអ្នកគេយកឆ្កែគេយកមកដើរអញ្ចឹងបងប្អូនពេលព្រឹកព្រលឹមពេលថ្ងៃអីហ្នឹងបងប្អូនគឺគេនឹងយកឆ្កែគេយកមកដើរអញ្ចឹងណាហើយនេះបងប្អូនឃើញនៅលើនេះគឺជាទាហោះហ្នឹងហើយនៅទីនេះមានចេះហោះទៀតទីនៅខ្មែរអត់ចេះហោះទេតែទីនេះចេះហោះអញ្ចឹងណាហ្នឹងហើយបន្ទាប់ពីយើងចេញពីអាកន្លែងយើងដើរមិញហ្នឹងយើងចូលមកកន្លែងនេះគឺគេមានស្ពានបន្ទាប់ពីគេមានស្ពានហើយនេះគឺជាទឹកបងប្អូនមានសក្ដុំថ្មស្ដីប៉ុណ្ណឹងខ្ញុំឆ្ងល់ដែរចង់ដឹងថាមានត្រីអត់នៅក្នុងហ្នឹងអញ្ចឹងបងប្អូនទឹកគេតំណងស្អាតបងប្អូនគួរចង់ទៅហក់ទៅលេងថាតិចណាបងប្អូនហើយកុំចង់ទៅលេងទឹកអីនេះមកពីឥឡូវវាអត់summerអញ្ចឹងគឺថាវាឡើងតិចហ្មងទឹកហ្នឹងហើយនេះខ្ញុំហើយនឹងបងប្អូនខ្ញុំគេ having a little snack break គេមកដេកញ៉ាំអីនៅនេះសិនមកញ៉ាំ snack បងប្អូនមាននំមកចាប់ពីកញ្ចប់ហ្នឹងយើងអង្គុយញ៉ាំសិនទៅត្រូវការវីតាមីន D ពីថ្ងៃអញ្ចឹងបងប្អូនអញ្ចឹងយើងមកអង្គុយនេះសិនទៅហ្នឹងហើយបន្ទាប់ពីយើងអង្គុយលេងអស់ចិត្តហើយបងប្អូនមកទូនេះគេមកឆោលេងបវលលេងបងប្អូនវាអត់វិលមុខវាចង់ទៅឆោលេងយ៉ាងរហូតមកណាហើយនេះគឺជាផ្លូវដែលយើងទៅបងប្អូនហើយមើលពីទស្សនវិជ្ជាគេមើលឡើងគួរចង់ទៅលេងហ្មងណាខ្ញុំគួរចង់ទៅលេងទៀតហ្មងបងប្អូនឃើញអញ្ចឹងនេះហើយមើលនៅកន្លែងនេះគឺសិតតែមានដើមឈើមានសត្វអីចឹងណាហើយគឺដីគេឡើងធំហើយទលាយលវាងបងប្អូននេះក្រៅពីស្មៅក្រៅពីអីហ្នឹងគឺមានសត្វដើមឈើអីចឹងណាគួរឲ្យស្អាតវាគួរមិនគួរឲ្យស្អាតដូចថាគួរឲ្យចង់ទៅដើរលេងនៅហ្នឹងរហូតចឹងណាបងប្អូននេះហើយនេះគឺវីដេអូយ៉ាងមានអីច្រើនតែបងប្អូនខ្ញុំគ្រាន់តែចង់បង្ហាញបងប្អូនហើយនឹងជុំបងប្អូនពេលដែលយើងទៅក្រៅអញ្ចឹងមកពីយើងធ្វើការហើយរៀនច្រើនពេកបងប្អូននៅផ្ទះអីអញ្ចឹងក៏យើងមកដើរនៅក្រៅមាន family time អញ្ចឹងបងប្អូនហើយនេះដើមឈើនេះគឺថាស្អាតមែនតើហ្មងណាគឺវាមានផ្កាមានអីអញ្ចឹងឡើងគួរឲ្យស្អាតហ្មងហើយមានកន្លែងអង្គុយនៅក្រោមហ្នឹងឲ្យយើងអង្គុយលេងនៅក្រោមហ្នឹងទៀតបើមានពេលយើងមកអង្គុយនៅហ្នឹងមកអានសភៅអានអីបងប្អូនអង្គុយលេងមកនឹងថាល្អមកប៉ុណ្ណាទេហើយនេះបងប្អូនពេលយើងទៅហ្នឹងពេលវាក្តៅដែរវាបើកថ្ងៃអញ្ចឹងទៅវាអត់សូវល្ងាបងប្អូនតែវាល្ងាដែរតែវាអត់សូវល្ងាមកពីមានថ្ងៃចេញមកអញ្ចឹងបងប្អូននេះឡើងថាគេឡើងធំខ្លាំងមែនតើហ្មងនេះអានេះកន្លែងតាកូនក្មេងលេងណាកន្លែងកូនក្មេងលេងឡើងប៉ុណ្ណាណៃបងប្អូននេះហើយបងប្អូនវីដេអូយើងវាក៏ចេះទៅអញ្ចឹងដែរបងប្អូនខ្ញុំអត់ដឹងនិយាយពីអីអញ្ចឹងបងប្អូនធ្លាប់ឃើញអាវីដេអូ Ice Bucket Challenge ខ្ញុំបងប្អូននេះអា challenge ដែលគេធ្លាប់តែធ្វើនៅក្នុងឆ្នាំ2016 17អីគេចេះទឹកកកនៅលើក្បាលគេបងប្អូនធ្លាប់ឃើញអាហ្នឹងក្នុង TikTok ហើយឃើញអត់អាហ្នឹងឥឡូវ trend ហ្នឹងគឺមកវិញម្ដងទៀតហើយបងប្អូនអ្នកនៅសាលាខ្ញុំគឺគេនាំគ្នាធ្វើគ្រប់គ្នាហ្មងអា trend ដែលយើងត្រូវដូចថាចាក់ទឹកកកនៅលើក្បាលយើងអញ្ចឹងណាហើយវាឡើងងាយខ្លាំងមែនតើអាហ្នឹងខ្ញុំតំធ្វើថ្ងៃហ្នឹងដែរវាថាឡើងតិចហ្មងបងប្អូនអាចតាម trend គេបាន trend ហ្នឹងគឺគេឈប់តាំងពី2016 17ឥឡូវគឺវាមកវិញហើយអញ្ចឹងបងប្អូនកុំឲ្យខាតខកខាន trend របស់គេបងប្អូនអាចធ្វើ
ត្រីតកនឹងដែរបានបងប្អូននេះបងប្អូនខ្ញុំឃើញនៅក្នុងពេញទូ TikTok ខ្ញុំហ្មងមកពីស្តាយគេចាត់តកនៅលើក្បាលហើយវាតំណងសប្បាយមែនតើឃើញគេធ្វើអញ្ចឹងបងប្អូននេះតែវីដេអូយើងក៏មកដល់ទីបញ្ចប់បងប្អូននេះខ្ញុំសូមឲ្យអង្គពលមានសុខសប្បាយហើយកុំភ្លេចចុច like និង share វីដេអូខ្ញុំម្នាក់មួយផងឲ្យខ្ញុំមានកម្លាំងចិត្តធ្វើវីដេអូច្រើនទៀតបងប្អូននេះខ្ញុំសូមអរគុណបងមានច្រើនបាយបាយ Adios amigos